มันខ្វល់ក្រសែភ្នែកសម្លឹងជំវិញខ្លួនអតីតតារាសម្ដែងពេជ្រច័ន្ទបរមីបណ្ដាស្វាមីយ៉ាងមានក្តីសុខចូលរួមមង្គលការកូនប្រុសច័ន្ទតារាទីដោយមិនខ្វល់ក្រសែភ្នែកជំវិញអ្នកសម្លឹងខ្លួនអតីតតារាសម្ដែងពេជ្រច័ន្ទបរមីបានបញ្ចេញនៅស្នាមញញឹមនិងបង្ហាញពីភាពរស់រាយរាក់ទាក់ទៅកាន់អ្នកជំវិញខ្លួនខណៈពេលដែលបណ្ដាស្វាមីរបស់ខ្លួនទៅចូលរួមពិធីមង្គលការរបស់កូនប្រុសអ្នកនាងច័ន្ទតារាទីអតីតតារាសម្ដែងពេជ្រច័ន្ទបរមីកម្រនឹងបណ្ដាស្វាមីទៅចូលរួមពិធីពិសេសរបស់មិត្តសិល្បករណាស់ទៅតែនៅថ្ងៃទី17ខែមករាឆ្នាំ2026នេះអតីតតារាសម្ដែងពេជ្រច័ន្ទបរមីបានដឹកដៃស្វាមីរបស់ខ្លួនគឺឯកឧត្តមកែវ វ៉ាន់ថនដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃទៅចូលរួមពិធីមង្គលការរបស់កូនប្រុសអ្នកស្រីច័ន្ទតារាទីដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលរួមអ្វីត្បិតតែតារាសម្ដែងពេជ្រច័ន្ទបរមីបានបោះបង់សិល្បៈអស់រយៈពេលជាច្រើនឆ្នាំនិងរស់នៅយ៉ាងសាមញ្ញជាមួយស្វាមីប៉ុន្តែនិយាយពីរូបរាងនិងសម្រស់វិញពេជ្រច័ន្ទបរមីនៅតែស្រស់ស្អាតមិនចាញ់កាលពីក្មេងឡើយជាក់ស្ដែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់នាងពិតជាពូកែថែរៀងនិងរូបសម្រស់ណាស់ចំណែកអ្នកស្រីច័ន្ទតារាទីវិញបានបង្ហាញនៅអារម្មណ៍ធម្មតាខណៈដែលអតីតស្វាមីរបស់ខ្លួនគឺឯកឧត្តមកែវ វ៉ាន់ថនបណ្ដាគ្នាជាមួយពេជ្រច័ន្ទបរមីទៅចូលរួមពិធីមង្គលការរបស់កូនប្រុសខ្លួនទោះបីជាលែងលះគ្នាអស់រយៈពេលជាច្រើនឆ្នាំតែឯកឧត្តមកែវ វ៉ាន់ថននៅតែបំពេញតួនាទីជាឪពុកចូលរួមពិធីមង្គលការកូនប្រុសនិងជូនពរជ័យកូនដោយស្នាមញញឹម